World Cup 2026សមរភូមិនៃ Pool J ដែល Pool J នេះគឺមានក្រុមបាល់ទាត់អាហ្សង់ទីនមានអាល់ហ្សេរីមានអូទ្រីសនិងសូដានីក្រុមជម្រើសជាតិអាហ្សង់ទីនគឺជាជើងឯកពិភពលោកឆ្នាំ2022ក្រុមដែលមានប្រវត្តិសាស្ត្រខ្លាំងនិង DNA ជាអ្នកឈ្នះបច្ចេកទេសខ្ពស់និងមានការសម្របសម្រួលល្អមានស្មារតីប្រយុទ្ធខ្ពស់គ្រប់ពេលការវាយតម្លៃពី FIFA សម្រាប់ក្រុមជម្រើសជាតិអាហ្សង់ទីនសរុបចំនួន 9.4 លើ 10តារាដែលល្បីៗនិងគូតាមដានគឺមានដូចជា Lionel Messi មកពី Inter Miami Julian Alvarez មកពី Atletico Madrid និង Enzo Fernandez របស់ Tokyo Chelsea និងមានតារាឆ្នាំជាច្រើនទៀតដែលស្ថិតនៅក្នុងក្រុមជម្រើសជាតិអាហ្សង់ទីនដែលត្រៀមលេងនៅឯ World Cup នេះចំណែកឯក្រុមជម្រើសជាតិអាល់ហ្សេរីគឺជាក្រុមខ្លាំងបំផុតមួយនៅអាហ្វ្រិកដែលមានល្បឿនលឿននិងវិន័យល្អការវាយបកគ្រោះថ្នាក់មានបទពិសោធន៍នៅក្នុងព្រឹត្តិការណ៍ធំៗជាច្រើនការវាយតម្លៃពី FIFA សម្រាប់ក្រុមមួយនេះសរុបចំនួន 8.1 លើ 10តារាដែលគូតាមដានមានដូចជា Riyad Mahrez មកពី Al Ahly មាន Ismail Bennacer របស់ AC Milan មានកីឡាករ Amin Khouiri មកពី Marseille ចំណែកឯអូទ្រីសឯនេះវិញគឺជាក្រុមដែលមានវិន័យល្អមានការលេងជាប្រព័ន្ធល្អកម្លាំងរាងកាយខ្លាំងមានការរីកចម្រើនជាបន្តបន្ទាប់នៅឯតំបន់អឺរ៉ុបការវាយតម្លៃពី FIFA សរុបចំនួនពិន្ទុ 7.8 លើ 10តារាដែលគូតាមដានមានដូចជា David Alaba របស់ Real Madrid Marcel Sabitzer របស់ Dortmund និង Christoph Baumgartner មកពី RB Leipzig រីឯក្រុមជម្រើសជាតិសូដានីឯនេះវិញគឺជាក្រុមជម្រើសជាតិដែលមានវិន័យល្អមានប្រព័ន្ធការពារល្អរឹងមាំមានការលេងជាក្រុមល្អការវាយតម្លៃសរុបចំនួន 6.9 លើ 10តារាដែលគូតាមដានមានដូចជា Moussa Al Tamari មកពី Montpellier របស់បារាំងមានកីឡាករ Yassan Al Naimat មកពី Al Arabi មាន Nu Al Rabadeh មកពី Al Faisali ការប្រកួតទី1នៅឯ Pool J នេះគឺក្រុមជម្រើសជាតិអាហ្សង់ទីនត្រូវជួបជាមួយនឹងសូដានីដែលការប្រកួតធ្វើឡើងនៅថ្ងៃទី16ខែមិថុនាឆ្នាំ2026នេះនៅក្នុងវេលាម៉ោង 2 រំលងអាធ្រាត្រនៅក្នុងកីឡដ្ឋាន MetLife Stadium របស់សហរដ្ឋអាមេរិកចំណែកមួយគូទៀតនៅក្នុងពូលនេះគឺអាល់ហ្សេរីជួបជាមួយនឹងអូទ្រីសនៅថ្ងៃទី16ខែមិថុនាឆ្នាំ2026នេះដែលការប្រកួតធ្វើឡើងនៅម៉ោង 8 ព្រឹកនៅឯកីឡដ្ឋាន Levi's Stadium សហរដ្ឋអាមេរិកការប៉ាន់ស្មានឱកាសនៃការឡើងទៅកាន់វគ្គ32ក្រុមចុងក្រោយនៃពូល J នេះដោយមានដូចជាអាហ្សង់ទីនមានឱកាសឡើងដល់ទៅ 94% គឺច្រើនមែនទែនសម្រាប់ពូល J នេះចំណែកអូទ្រីសគឺមានឱកាសឡើងទៅកាន់វគ្គបន្ត 76%អាល់ហ្សេរី 72% និងសូដានីទាបជាងគេត្រឹមតែ 18% ទេដូច្នេះក្រុមអាហ្សង់ទីនគឺជាក្រុមដែលមានឱកាសឡើងខ្ពស់បំផុតនៅក្នុងពូល J នេះបងប្អូនអាហ្សង់ទីនគឺជាក្រុមដែលមានស្ថិរភាពជាងគេនៅក្នុងពូល J នេះនិងជាបេក្ខភាពកំពូលសម្រាប់ការពារតំណែងជើងឯកពិភពលោកនៅក្នុងរដូវកាលនេះរីឯអូទ្រីសនិងអាល់ហ្សេរីគឺជាក្រុមដែលប្រជែងគ្នាយ៉ាងតានតឹងសម្រាប់ដណ្ដើមតំណែងលេខ 2 នៅក្នុងពូល J មួយនេះផងដែរខណៈដែលសូដានីគឺជាក្រុមដែលគ្រប់គ្នាមើលឃើញថាមានកម្រិតទាបជាងគេប៉ុន្តែពួកគេអាចនឹងបង្កភាពគ្រោះថ្នាក់ដល់ក្រុមធំៗបានគ្រប់ពេលវេលាប្រសិនបើក្រុមធំទាំងនោះដូចជាអូទ្រីសអាហ្សង់ទីនអាចនឹងមានការធ្វើប្រហែសនោះក្រុមសូដានីអាចនឹងធ្វើឲ្យមានការខូចចិត្តនៅក្នុងព្រឹត្តិការណ៍មួយនេះសម្រាប់ឱកាសនៃការឡើងទៅកាន់វគ្គបន្តគឺអាហ្សង់ទីនហើយនិងអូទ្រីសមាន%ខ្ពស់ជាងគេចុះបងប្អូនយើងយល់ឃើញថាក្រុមជម្រើសជាតិមួយណាដែលមានឱកាសឡើងទៅកាន់វគ្គ32ក្រុមចុងក្រោយនៃ Pool J មួយនេះសូមខមមិននៅខាងក្រោម